ម្រាបសួរលោកតាលោកយាយបងប្អូននិងប្រិយមិត្តអ្នកស្ដាប់វិទ្យុអតីតកាលទាំងអស់គ្នាថ្ងៃនេះសូមអញ្ជើញបងប្អូនមកបន្តសន្តាប់រឿងព្រេងនិទានបុរាណខ្មែររបស់យើងទាំងអស់គ្នាតែមុននឹងចាប់ផ្ដើមវិទ្យុអតីតកាលសូមមេត្តាអភ័យទោសទុកជាមុនចំពោះរាល់កំហុសឆ្គងទាំងឡាយព្រោះការនិទាននេះគឺប្រើប្រាស់សំឡេង AI ជាជំនួយសម្រាប់បងប្អូនដែលទើបតែចូលមើលហើយមិនទាន់បានជួយ Subscribe ទេសូមមេត្តាជួយ Subscribe និង Like វីដេអូនេះម្នាក់មួយផងកុំឲ្យខាត់ពេលយូរសូមរីករាយសន្តាប់ដូចតទៅកាលពីព្រេងនាយជាយូរអង្វែងណាស់មកហើយមានដើមជ្រៃធំមួយមានមែកសាខាត្រសុំត្រសាយមហាជនដែលរស់នៅភូមិជិតខាងគេគោរពកោតខ្លាចដើមជ្រៃនេះណាស់នាសម័យនោះគេធ្វើខ្ទមដាក់តម្គុលរូបចម្លាក់ថ្មពីរអង្គជាភេទប្រុសមួយនិងស្រីមួយដាក់ឲ្យអង្គុយលើផែនថ្មក្នុងខ្ទមនោះអ្នកស្រុកអ្នកភូមិតែងមកបួងសួងបន់ស្រន់ថ្វាយក្រយ៉ាបូជាសុំសេចក្តីសុខក៏ធ្លាប់បានសុខរៀងមកគេសន្មតថាអ្នកតាម្ចាស់ស្រុកមានរុក្ខទេវតាមួយមានអាយុវែងមិនដឹងជាប៉ុន្មានឆ្នាំមនុស្សយើងទេស្ថិតនៅអាស្រ័យលើដើមជ្រៃធំនោះជាអ្នករក្សានៃដើមជ្រៃដល់អស់កាលយូរទៅមានស្រីម្នាក់មកចាប់បដិសន្ធិជាកូនអ្នកស្រុកដែលមានផ្ទះនៅមិនឆ្ងាយប៉ុន្មានពីដើមជ្រៃនោះលុះធំពេញវ័យជំទង់ដល់រដូវត្រឺសែនព្រេនថ្វាយក្រយ៉ាបូជាជូនអ្នកតាម្ចាស់ស្រុកនាងនោះក៏ទូលថាបាយនំចំណីទៅសែនជួឪពុកម្ដាយរុក្ខទេវតាក្រឡែកឃើញដូច្នេះចេះតែមានចិត្តអាណិតអាសូរស្រឡាញ់នាងនោះហាក់ដូចជាធ្លាប់ស្គាល់នឹងបានប្រាត់គ្នាពីកាលណាមកហើយទើបនឹងបានជួបមុខគ្នាថ្មីក្នុងគ្រានោះរុក្ខទេវតានោះកាន់តែវិតកចិត្តអាណិតនាងខ្លាំងណាស់ទ្រាំពុំបានក៏ហោះទៅទូលសួរព្រះឥន្ទតាមដំណើរព្រះឥន្ទទ្រង់រំពឹងដោយញាណទិព្វទៅឃើញថានាងនោះកាលពីជាតិមុនជាប្រពន្ធរុក្ខទេវតានេះបានសាងប្រាថ្នាជាមួយគ្នាមកថាទោះបីទៅកើតជាតិណាភពណាសូមឲ្យជួបបានជាប្តីប្រពន្ធនឹងគ្នាកុំឃ្លាតគ្រប់ជាតិលុះចាស់រៀងខ្លួនរុក្ខទេវតានោះសូមលាទៅបួសជាតាបោះអស់ជីវិតដោយខ្លួនពីគ្នាទៅតាបោះមកកើតជារុក្ខទេវតានេះប្រពន្ធទៅកើតជានាងទេពធីតាបែកគ្នាទៅឆ្ងាយមិនជួបជុំនាងប្រពន្ធចុតពីទេពធីតាមកកើតជាទីកន្លែងដែលទេវតាជាប្តីនៅមកពីមាននិស្ស័យពីជាតិមុនយ៉ាងនេះទើបបណ្ដាលឲ្យរុក្ខទេវតាចេះតែស្រឡាំងអាណិតអាសូរនាងតែមកពីរុក្ខទេវតានោះមានពៀដែលកិច្ចទៅបួសចោលប្រពន្ធឲ្យព្រួយទុក្ខវេទនាអស់សង្ខារទៅមិនឲ្យជួបមុខបានជាជុតទៅកើតជាមនុស្សវិញមិនជួបគ្នាព្រះឥន្ទសម្ដែងប្រាប់រុក្ខទេវតាដូចរៀបរាប់មកនេះរុក្ខទេវតាបានដឹងសពគ្រប់ហើយក៏លាព្រះឥន្ទមកវិញគិតពិចារណាថាឥឡូវនឹងទៅថ្វាយបង្គំលាព្រះឥន្ទ្រាធិរាជសូមជុតទៅកើតជាមនុស្សឃើញថាការមិនគួរព្រោះប្រពន្ធទៅកើតធំពេញក្រមុំទៅហើយសង្ខាររបស់មនុស្សខ្លីណាស់មិនដូចទេវតាទេទេវតាគិតចុះគិតឡើងមិនធ្លុះធ្លាយត្រង់ណាសោះហេតុដែលមានពៀដែលគិតទៅបួសជាតាបោះមិនឲ្យឃើញមុខលក់ត្រាតែសូនសង្ខាររៀងខ្លួនរុក្ខទេវតាព្រួយខ្លាំងណាស់ក៏ប្រថុយប្រឋានព្រេងថាអើយចុះអញទៅប្រាប់ប្រពន្ធឲ្យដឹងខ្លួនអញជាប្តីគូព្រេងទៅចាប់ជាតិជារុក្ខទេវតានាងឥតមានគូព្រេងទៀតទេបើនាងបានដឹងថាខ្លួនអញជាប្តីនាងមុខជាលែងយកប្តីអស់មួយជាតិនេះហើយគិតស្រាត់ពេលរាត្រីស្ងាត់ក៏និមិត្តខ្លួនធួជាពស់ថ្លាន់ចូលទៅអបព្រឹត្តនាងនាងធ្ញាក់ឡើងបំរះពុំរួចពស់ថ្លាន់និយាយលួងលោមសពគ្រប់មិនជឿថាបើប្តីជារុក្ខទេវតាហាត់មិនដាច់ក៏មកជាពស់ថ្លាន់ដូចនេះវិញរុក្ខទេវតាជាប្តីថាបើនាងមិនជឿបងនឹងប្រែរូបឲ្យនាងមើលរុក្ខទេវតាក៏ផ្លាក់រូបជាទេវតាវិញភ្លាមនាងក្រេឡឃើញក៏ស្រឡាញ់ពេញចិត្តជឿចាក់ថាប្តីខ្លួនជាទេវតាមែនព្រោះរកមនុស្សណានឹងឲ្យល្អដូចពុំបានរុក្ខទេវតានិយាយប្រាប់នាងថាខ្លួនបងបើមិននិមិត្តខ្លួនជាសត្វបែបនេះទេ
มันอาจหมกเนอจุดเนียงบานไล้เต้าตายนิมิตรูปเจสัตว์พเดฟดาเติบในจีมวยเนียงบ้านนิยายรวดก่อนนิมิตคล้วนเจียปัวทลันเว้นปัวทลันนี่กรอนแต่ในจีมวยเนียงปนเนาะเต้ปนต้ามันได้รวมสังวะจีมวยนังเนียงนุไลหอยหามประปุนถากรมนิยายปราบไม้บ้องบอนนังแนสรกอ่อยท้าจิตเทวดาอ่อยท้าแต่ปัวทลันเปลทั้งไงบองมันเนยจีมวยเนียงเต้บ้องมอกเลงแต่ยบซ้ำพระรูปจิตเทวดาอ่อยเคยมาดองเจ็ดพลือหายลือมอดนิยายเคลียเอาปุกมาได้โจตะเมอเคยปัวทลันเป็นเตรียวเป็นแหล่งพระแท้กอบเหียจรลาดแสกรกเทวตาเพียคลวนบัดไตเอาปุกมาได้หาวโกนไสรหมอกซัวก็นิยายซาซับปรับเรื่องปีดามจอบดอจงเอาปุกตอลปราดมันดังทั่วมาเด็ดก็ดอกดังอ่ามทมสัวโกนถาอีเลยโปสทลันเทวดานุเตอหน้าบัดเฮยโกนปราบท้าเปลไทยมันหมอกเต้ยบเติบหมอกเนียงปรับเอาปุกมาได้ท้าเทวดาเจียบไดห้ามมันอ้อยปรับเกทาเทวดาเต้อ้อยทาแต่โปสทลันบานเฮยลูกเปลเรียไตรสงัดรูปเทวดาก็หมอกดอลประป้นนิมิตรูปจีเทวดาอ้อยเนียงเมื่อตามสิกใดสัญญาเนียงก็อุดพลึงพลือหลังสตุตัวออกปะไดด้อยสิกใดเมตริสไนฮาหรือหมอดนิยัยเขียเอาปุกมาได้โจตัวหลอบเมื่อเคยเทวดาละอ่อนะก็สระลังเป้งจัดหนึ่งรูปเทวดานุไกรแรงรูปเทวดาดังทาเอาปุกมาได้หลอบเมื่อพลารูปเตยเจียวปุทลันวิ่งเพลียมเคยทมเตรลเป็นบรรทบเตี้ยเตี้ยพลือรูปเทวดาปราประปนอ้อยนอมเอาปุกมาได้เตยจิกโยกกำนอบขนงดำโบกมวยเมียนเมียปรักเป๊กแก้วกองโตทาสจานจุนจูนหมอกดักปิงเตี้ยลางเตยจีเนเมียนทมอยู่เตยดังจรวดเจี๊ยบดอนเนสรบหมอกเมอชูช่อเปิดจีบปุทลันแปนเตรลเนื้อจีมวยหนึ่งเนียงนิยัยปีบอรสประปุนเมียนโกนกระมมมวยเนอภูมิเซงปีเนียงเมียนประได้ปัวทลันเทวดานุแจ้ตารมเพิบขนงจัดนอมประได้ประปุนสาวท้าเวียสนาเอาไว้เก๋ก็ละอ้อมแหละปีดามเจเนกรอโดยเกอ่างซออีเหลาเมียนพะถมขวัดแฝงตระชึงตระชัยเมียนโกกระใบดมไรแสะขย่องกำดอปลาโกกรึกเกรงละใบชมวท้าเจ้าสัวสเตอร์เซไทยนี่หมอกปีโกนเก๋เมียนประได้ปัวทลันปวดทลันอ่อยกำมอบเปร่งบอรถโน้ตตัวจัดหนึ่งครวนไอนะแจ้แต่ดอกดังอามถมแจ้แต่ตนเนงแต่งยบแต่งไทยประปนเคยปะไดกาตุกดุยชนะก็นิยัยปรับปะไดท่าขยงบานลือจ้าตมนิยัยเรียงเหมาะท่าสัตว์ปวดทลันมันด้วยปวดเตียงปวงเต้ตายเมียนดำโบกถมถมขนงเปรยหายจราวน์เมียนปวดทลันเตือปวดแปนในตีนู่เกท้าพวกรักษากำหนอบเปร่งปะไดท้าเบาโดยชนะปรึกษาแองดำบ้ายอ่อยบองปีปรึกกลมอ่อยแนนาดังบ้องหนึ่งดาสวายรอกปวดทลันปวดดมบูคลงไปถมบาเขินบ้องหนึ่งจับยอกมอกเธอเจ็บปะไดโกนเยิ่งประป้นเป็นจัดก็เริ่มเปลี่ยนขเนียปรึกหลาวดำบ้ายวิจิตสำนมพร้อมแต่งตึกบ่มปงประกุลอ่อยปะไดก็ดาสวายรอกปวดทลันบระนกโจยคลงไพรทมมันอยู่ปันมานก่อบ้านประเทศดำบกมวยทมคลงไพรเมียนบนลาสเอิดนั่งวันไหลโรวีมโรเวียมว่าแปกป้อนเลยขเนียบระโจเตออาจชงอกเมอเคลื่อนปูทลันแปนเตรลเลิกกบาลดำบกปวนุร่วมเนอขนงไพรดำบกนุออกกาลจีอยู่อังแหวงนะหมอกให้เวียมันได้เตยการตีนาซอตัวใบอดเคลียนอย่างน้าก็สู้ทำเนื้อขนงตีนุ่พวกกอมันเรือปุ่นมานปรุเวียสกังสกมออกกำลังสเตอร์ใต้กำเรือคล้วนมันรุ่ยบอรอยกเชอก็เหมิลก็มันเตียงกำเรือคล้วนพองบอรอนุนึกไตรออกระนงจัดนะเกิดท้าพวกทลันนี่ปึ๊ดเจมเมียนกำนอบให้บ้านเจสโลดมแหละก็บอดวันไลสลักสรวดจอกบอรอเลิกสไปเตียงแผนนหมอกดอยทงนคลังเป๊กก็ชบสำรากตามไพลตัวประลบเติบมกดอดแท้แสกหาวประปุ้นหนึ่งโกนกระมมปีกลายระบองเอาแต่จ่วยตะตูลประปุ้นหนึ่งโกนกระมมก็จ้อเตตะตูลปะไดเอาปุกสปายพวกทลันแต่งแผนก็ไตรอ้ออึดอุปมา
យកមកដាក់ដល់លើផ្ទះអួតប្រាប់ប្រពន្ធថាពួកនេះស្លូតណាស់ត្រូវចិត្តបងហើយបើភៀនឯងមិនជឿទៅចាប់ស្ទើបអងែលមើលចុះស្ទើតែមិនកំរើកខ្លួនប្រានផងប្រពន្ធលោកដៃទៅពលមើលឃើញមិនកំរើកមែនក៏ចេះតែបបអងែលសើសើថាកូនអើយពួកសម្បូរអ្នកអីក៏ល្អមែនឡេះដូចគេទើបនឹងទីបមីសថ្មីទោះបីជាហូលដែលជាងចេះចង់គៀតយ៉ាងណាក៏មិនល្អមិនដូចអ្នកដែរប្រពន្ធលោកដៃទៅពលមើលឃើញមិនកំរើកមែនក៏ចេះតែបបអងែលសើសើថាកូនអើយពួកសម្បូរអ្នកអីក៏ល្អមែនឡេះដោយគេទើបនឹងទីបមីសថ្មីទោះបីជាហូលដែលជាងចេះចង់គៀតយ៉ាងណាក៏មិនល្អមិនដូចអ្នកដែរពួកថ្លាន់ដោយជាប់ចំណងផងហើយហែវអស់កម្លាំងនិងអត់អាហារយូរថៃផងក៏ធ្វើតែភ្នែកភ្លឺលិតអណ្ដាតផ្លែមប្រហែលជាខ្លាំងចិត្តវាដែលឃ្លានប្រងតែលេបមនុស្សប្តីតាំងបង្កាប់ប្រពន្ធនឹងកូនក្រមុំឲ្យវាយមួនស្លោដណ្ដាំបាយឲ្យឆាប់និងរៀបសានប្រានប្តឹងជីដូនជីតារៀបសំផ្គុំឲ្យកូនយកប្តីពោះឋានប្តីរត់តែទីនស្រាបានមកប្រពន្ធដាំបាយស្លោឆ្អិនឌូហ្វដាក់តកថាហើយបងអូនចិត្តខាងឲ្យមកជួយសានប្រានបង្កាប់កូនក្រមុំឲ្យរៀបចំដំណែកបង្គុយអ្នកស្រុកចិត្តខាងដែលមានបញ្ញាវៀងវៃគេលន់មាត់នឹងបរោះនោះថាឈួតថាព្រើគ្រប់គ្នាអ្នកខ្លះក៏រកពុទ្ធោអ្នកដែលត្រីស្រាឲ្យតែគេហៅឲ្យចូលទៅជួយសែននឹងបានស៊ីផាក់សបាយលុះទៅជួបជុំគ្នាលើកពោះថ្លាន់ដាក់លើកំរាលសំពុតសស្រ័យចំណងឲ្យកូនក្រមុំទៅអង្គុយទុនទឹមពោះនោះក៏នៅស្ងៀមដោយគ្នាអត់អាហារមកយូរថៃហើយបរំបង្កាប់ឲ្យគេលើកបាយសម្លទៅដាក់ឧទានធូបសម្បូងសង្រុងបដងជីដូនជីតាច្រូតស្រា3ដងរួចសែនចាប់សំណែននំចំណៃបាយសម្លគ្រប់មុខដាក់ច្រឡោកចូលគ្នាមួយចានយកទៅចាក់នៅមុខផ្ទះហៅពួកអង្រឹងជើងស្នាងឲ្យស៊ីព្រោះជីដូនជីតាពិសារួចហើយលើកតកថាចេញមកក្រៅលុតភ្លើងទុកកូនក្រមុំឲ្យនៅជាមួយពោះថ្លាន់ក្នុងបន្ទប់នាងនោះប្រហែលជាខ្លាចពួកដែរប៉ុន្តែនឹងចេញមកក្រៅខ្លាចឪពុកម្ដាយព្រោះផ្សំដំណែកឲ្យពោះថ្លាន់ហើយក៏ចេះតែអត់ទ្រាំទៅចំណែកឪពុកម្ដាយនាំញាតមើលស៊ីមួនផឹកស្រាឲ្យឡើងខាងក្រៅពោះនោះកៅមនុស្សនៅស៊ីផឹកមាត់អ៊ូអាវានៅតែស្ងៀមធ្វើហាក់ដូចជាមិនដឹងខ្លួនលុះគេស៊ីផឹករួចទៅស្ងាត់អស់ប្រហែលពាក់កំដៅអាធ្រាតវាឡាខ្លួនខ្សាកវាអត់រឹតរួតនាងនោះទេព្រោះពោះនោះវាធំល្មមលេបនាងនោះបានតែម្ដងវាគ្រាន់តែយកកន្ទុយសក់រុំក៏ដៃនាងនោះជាប់ងាកក្បាលមកក្រោមគៀវជើងប្រមូលផ្ទឹមគ្នាវាហាមាត់ប្រាញ់ចុកជើងនាងទាំងពីរតែម្ដងពីដំបងនាងនោះស្មានថាពោះថ្លាន់ប្រុងរួមបវេណៃនឹងខ្លួនបានជានាងនៅស្ងៀមមិនមាត់ព្រោះដេកជាមួយគ្នាតាំងពីល្ងាចមិនអីសោះបែបជាទុកចិត្តពោះបន្តិចទៅហើយលុះវាលេបស្រឿតដល់ក្បាលជង្គង់នាងនឹកសង្ស័យថាពោះថ្លាន់ច្បាស់ជាលេបអានពិតហើយគិតនឹងក្រោកក៏ក្រោកមិនរួចកន្ទុយពោះវារឹតដៃនាងជាប់នាងភ័យណាស់ស្រែកហៅម្ដាយថាពោះថ្លាន់វាលេបហើយម្ដាយលឺមាត់កូនស្រែកហើយក៏ស្រែកសុំថាបទៅវិញថាខ្មោចមេចំគួតប្តីប្រឡាញ់ផងបានតែព្រើលឪពុកស្រវឹងស្រាដេកសន្លប់ហៀទឹកមាត់ក៏ក្លាក់លុះពោះលេបដល់ចង្កេះនាងស្រែកហៅម្ដាយថាម៉ែជួយកូនផងពោះលេបដល់ចង្កេះហើយម្ដាយរឹតតែបញ្ចូលពីក្រៅមកស្ដីបន្ទោថាកូនអីក៏ចង្រៃមិនចេះខ្មាស់គេឯងមិនច្រឡំនឹងអ្នកស្រុកតិចអញចូលចវាយក្បាលខ្មាំងដំណែកបែកអីឡើយនាងនោះចាក់តែស្រែកថាម៉ែអើយជួយកូនផងពោះលេបដល់ចុងដងអាមហើយបន្តិចស្រែកថាលេបដល់កហើយម្ដាយឮកូនស្រែកញយញីពេកមិនខ្ចីតែងតបផងគិតតែពីសងំដេកលក់លេបដល់បបោមាត់ក៏ស្រែកលាឪពុកម្ដាយថាបើអូម៉ែមិនជួយកូនទេកូនសូមលាស្លាប់ហើយម្ដាយស្ដាប់ទៅឮមាត់កូនងន់ក្នុងមាត់ពោះថ្លាន់ដែលវាលេបក្របបបោមាត់ទៅហើយនោះលុះបាត់ឮមាត់កូនម្ដាយសង្ស័យក៏អុជភ្លើងចូលចាំមើលបាត់កូនឃើញតែពោះធំកំពីងតាំងពីក្រោមរហូតដល់ជិតពាក់កណ្ដាលខ្លួននាងម្ដាយនោះក៏ស្រែកទួយងងផ្អើឆៅលោដល់អ្នកស្រុកអ្នកភូមិផ្ទះអ្នកជិតខាងទាំងពាក់កណ្ដាលអាធ្រាត្រឪពុកភ្ញាក់ឡើងហៅអ្នកស្រុកមកជួបជុំចូលចាប់ពោះថ្លាន់តាក់កាត់ចង់សន្ធឹងយកកំបិតព្រាវែកយកកូនបានមកសន្លប់សូនឈឹងដូចជាស្លាប់តែខ្លួននៅក្តៅប្រឡាក់សុទ្ធតែរំអិលពោះពេញទាំងខ្លួនទាំងក្បាលនិងដៃជើងឆ្អាបកោះខ្វក់
នាំគ្នាដងទឹកមកលាងមិនច្រះដាំទឹកក្តៅយកមកលាងក៏មិនច្រះលក់គេស្រោយទឹកក្តៅអ៊ុនលាងឲ្យមួយស្របកនាងក៏ដឹងខ្លួនឡើងវិញមើលឃើញបងប្អូនមៀមីងជួបជុំត្រៀបត្រាមើលមកខ្លួនឯងសុទ្ធតែរំអិលពោះឆ្អាបក៏ខ្វក់ក្រោកឡើងកុនត្រាក់បានផ្ដិលទឹកមួយលើកក្របចតួក្បាលដែលទៅមាត់សមុទ្រដងទឹកងូតលៀងដូចម្ដេចក៏មិនច្រះរំអិលពោះនោះគិតថាអោខ្លួនអញអើយមេះទៅហើយនៅជាមនុស្សក៏ខ្មាស់គេបើស្លាប់ទៅវិញប្រសើរជាងក៏យកផ្ដិលទទួលក្បាលដែលទៅត្រង់មាត់ច្រាំងអន្លង់ជ្រៅនឹកប៉ងក្នុងចិត្តថាអញនឹងលោតទឹកសម្លាប់ខ្លួនឯងចោលគិតដូច្នោះហើយក៏លោតព្រួងទៅคลายខ្លួនទៅកាយជាផ្សោតញីភ្លាមមុជក្នុងទឹកហើយចាប់ត្រីស៊ីប្រងើយឪពុកម្ដាយរត់តាមទៅមើលកូនឯមាត់កំពង់ទឹករកពុំឃើញក៏នាំគ្នាយំសោកអាឡោះអាឡៃរៀបរាប់រឿងផ្សេងនៅមាត់ទឹកលក់ត្រឡប់មកផ្ទះវិញបបួលប្តីប្រពន្ធអូសពស់ថ្លាន់យកទៅចោលក្នុងព្រៃធំមួយដោយស្មានថាពស់ថ្លាន់វាស្លាប់ព្រោះវគ្គពស់រយៈជា2ទៅហើយតែធម្មតាពស់ថ្លាន់តែងមានប្រមាថរស់គ្រាន់តែវគ្គពស់ប៉ុណ្ណឹងមិនស្លាប់លក់ត្រាតែកាប់ដាច់ជា2ជា3កំណាត់ទៅស្លាប់យូរទៅពស់ថ្លាន់សះជារស់ឡើងវិញហើយតាំងចិត្តលែងស៊ីមនុស្សនិងសត្វណាដែលគ្មានរោមគ្មានមមីសការដែលពស់ថ្លាន់លែងស៊ីមនុស្សនិងសត្វគ្មានរោមក៏ជាទំនៀមទម្លាប់ពីត្រឹមនោះមករហូតដល់ឥឡូវនេះឯផ្សោតក៏កើតមានពីត្រឹមនាងប្រពន្ធផ្សោតរហូតមកដល់សពថ្ងៃនេះក្បាលផ្សោតក៏ត្រងល់ដូចជារបៀបទទួលផ្ដិលសារីរវៈយាវៈរបស់ផ្សោតមិនខុសគ្នាពីមនុស្សប៉ុន្មានទេដូចជាដោះប្រដាប់គេខ្មាស់មឹងសារីរវៈយាវៈឯទៀតខ្លះសឹងតែដូចមនុស្សទាំងអស់គ្មានតែដៃជើងប៉ុណ្ណោះ